ថ្ងៃនេះយើងនឹងមិនមែនគ្រាន់តែមកមើលរូបភាពនៅខាងក្រៅនោះទេប៉ុន្តែយើងនឹងទៅធ្វើការវះកាត់នៅបច្ចេកវិទ្យានៅខាងក្នុងរបស់ Isuzu D-Max 1.9 លីត្រឆ្នាំ2026ដើម្បីដឹងថាតើវាជាបច្ចេកវិទ្យាពិតឬគ្រាន់តែជាការផ្សព្វផ្សាយនៅខាងក្នុងនៃវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកពីការផ្លាស់ប្ដូរដ៏ធំនៃប្រព័ន្ធម៉ាស៊ីន Low Power និងប្រព័ន្ធសមត្ថភាព ADAS ចំនួនថ្មីដែលធ្វើឲ្យឡាននេះមិនត្រឹមតែសន្សំសំចៃប៉ុន្តែឆ្លាតវៃថែមទៀតផងរហូតដល់អាចការពារម្ចាស់ឡានពីគ្រោះថ្នាក់ដែលមើលមិនឃើញម៉ាស៊ីន 1.9 Blue Power គឺជាបេះដូងនៃការសន្សំសំចៃនៃម៉ាស៊ីនរបស់ Isuzu ឆ្នាំ2026នេះតែម្ដងម៉ាស៊ីន RZ4E TC ក្នុងឆ្នាំ2026មានការកែសម្រួលប្រព័ន្ធ Turbo និងការចាក់ប្រេកឲ្យបានកាន់តែប្រសើរឡើងអត្ថប្រយោជន៍ស៊ីជម្រៅរបស់វាការដែល Isuzu ប្រើម៉ាស៊ីនតូចតែមានកម្លាំងរមុះដល់350 Nm គឺមានន័យថាអ្នកមានកម្លាំងទាញគ្រប់គ្រាន់តាំងពីការជន់ឈ្នាន់ហ្គែរនៅកម្លាំងទាបផលចំណេញរបស់វាគឺជួយកាត់បន្ថយការប្រឹងរបស់ម៉ាស៊ីននៅពេលដែលម៉ាស៊ីនមិនសូវប្រឹងគ្រឿងបន្លាស់នៅខាងក្នុងក៏មិនងាយនឹងធ្វើការសឹករីកនោះដែរនេះហើយជាមូលហេតុដែល Isuzu ចុះឈ្មោះថាជាឡានម៉ាស៊ីនអមតៈទោះជារាប់ឆ្នាំក៏នៅតែខ្លាំងផ្នែកខាងក្នុងនឹងបច្ចេកវិទ្យា Coolmix បច្ចេកវិទ្យា Coolmix កៅអីស្បែកប្រភេទ Coolmix និងប្រព័ន្ធម៉ាស៊ីនត្រជាក់ Dual Zone អត្ថប្រយោជន៍ស៊ីជម្រៅនៅក្នុងស្រុកខ្មែរកម្ដៅថ្ងៃអាចកើនឡើងដល់40 អង្សាសេកៅអីធម្មតានឹងស្រូបកម្ដៅទុកធ្វើឲ្យអ្នកបែកញើសខ្នងនិងក្តៅក្រហាយពេលអ្នកឡើងជិះភ្លាមៗអត្ថប្រយោជន៍របស់ Coolmixជួយជះកម្ដៅចេញវិញបានយ៉ាងលឿនរួមជាមួយអេក្រង់ 9 អ៊ីងដែលភ្ជាប់ Wireless Apple CarPlay វាជួយឲ្យអ្នកបើកបរផ្ដោតទៅលើការបើកបរដោយមិនចាំបាច់រវល់កាន់ទូរស័ព្ទមើល Map ក្នុងមួយគ្រោះថ្នាក់សមត្ថភាពចុះទឹកបានរហូតដល់800 មីលីម៉ែត្រការរចនាបំពង់បឺតខ្យល់និងប្រព័ន្ធអគ្គិសនីដែលត្រូវបានការពារយ៉ាងម៉ឺងម៉ាត់ដោយហៅថា Waterproof Seal អត្ថប្រយោជន៍របស់វាក្នុងរដូវវស្សាឬការបើកបរនៅតំបន់ភ្នំការឆ្លងទឹកគឺជាបញ្ហាធំសម្រាប់ឡានទំនើបដែលមាន sensor ច្រើនផលចំណេញសមត្ថភាពចុះទឹក800 មីលីម៉ែត្រសមត្ថភាពចុះទឹក800 មីលីម៉ែត្រផ្ដល់សុវត្ថិភាពផ្លូវចិត្តឲ្យអ្នកមិនចាំបាច់បារម្ភរឿងទឹកចូលម៉ាស៊ីនដែលនាំឲ្យខូចខាតថវិកាជួសជុលរាប់ពាន់ដុល្លារនោះទេប្រព័ន្ធសមត្ថភាព ADAS ជំនួយការដ៏ឆ្លាតវៃបច្ចេកវិទ្យារបស់វាប្រើប្រាស់កាមេរ៉ាភ្លោះស្តេរ៉ូកាមេរ៉ាចាប់រូបភាព 3D នៅខាងមុខអត្ថប្រយោជន៍ស៊ីជម្រៅមុខងារ EBD គឺជាប្រភេទ Frank Auto វាគឺជាប្រព័ន្ធប្រាំងដ៏សុវត្ថិភាពមួយដែលនឹងធ្វើការចាប់នៅពេលដែលរថយន្តរបស់យើងគៀកបុកប៉ះដល់វត្ថុអ្វីមួយឬក៏អ្នកថ្មើរជើងជាដើមពេលខ្លះយើងអាចធ្លាក់ស្នៀតក្នុងរយៈពេលតែ1វិនាទីតែប៉ុណ្ណោះប្រព័ន្ធនេះនឹងជួយសង្គ្រោះជីវិតរបស់អ្នកនិងក្រុមគ្រួសាររបស់អ្នកវាដូចជាអ្នកមានភ្នែកទី3ដែលមិនចេះងងុយគេងនិងមិនចេះធ្វេសប្រហែសនោះឡើយឥឡូវនេះយើងនឹងមកនិយាយរឿងជើងក្រោមនិងប្រព័ន្ធប៉ង់ដែលជាចំណុចខ្លាំងរបស់ Isuzu សម្រាប់អ្នកដែលបារម្ភថាម៉ាស៊ីន 1.9 ចុះបើជួបផ្លូវភក់ខ្លាំងតើវាអាចនឹងចេញរួចដែរឬអត់ចម្លើយគឺត្រង់ថា Terrain Command Isuzu ឆ្នាំ2026បានអាប់ដេតប្រព័ន្ធ Electronic Differential Lock ឲ្យដំណើរការបានលឿនជាងមុនអត្ថប្រយោជន៍របស់វាគឺនៅពេលដែលអ្នកជួបផ្លូវរអិលខ្លាំងកង់ឡានរបស់អ្នកនឹងមិនវិលចោលអត់ប្រយោជន៍នោះទេវាបញ្ចេញកម្លាំងទៅកង់ដែលជាប់ដីបានយ៉ាងឆ្លាតវៃនេះមានន័យថាតួអ្នកមិនមែនជាអ្នកជំនាញបើកបរ Off-road ក៏ឡាននេះអាចជួយសម្រួលឲ្យអ្នកឆ្លងកាត់ឧបសគ្គបានដោយទំនុកចិត្តមិនត្រឹមតែប៉ុណ្ណោះវាគឺជារថយន្តដែលមានភាពរឹងមាំមិនងាយខូចគ្រឿងបន្លាស់ជើងក្រោមនោះឡើយសរុបមក Isuzu D-Max ម៉ាស៊ីន 1.9 ឆ្នាំ2026មិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរនោះទេប៉ុន្តែវាជាដៃគូសេដ្ឋកិច្ចបើអ្នកឲ្យតម្លៃលើភាពធន់រយៈពេលវែងនិងការចំណាយតិចបំផុតប្រចាំខែនេះគឺជាឡានដែលអ្នកគួរសិក្សាចុះអ្នកទាំងអស់គ្នាវិញតើចំណុចណាមួយដែលអ្នកបារម្ភជាងគេនៅលើម៉ាស៊ីនបើមានចម្ងល់ឬចង់ឲ្យខ្ញុំវែកញែកពីចំណុចណាមួយបន្ថែមសរសេរក្នុង comment ខាងក្រោមយើងនឹងជជែកគ្នាកុំភ្លេចចុច follow ដើម្បីទទួលបានការវិភាគឡានស៊ីជម្រៅបែបនេះ